បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់2ពាក់ព័ន្ធជាមួយនឹង radical ក្នុងនេះលំហាត់នេះគឺយកចេញមកពីថ្នាក់ទី10មេរៀនចំពោះទី2មេរៀនទី3ចំនួនហើយលំហាត់នេះគឺគេឲ្យកណនីកន្សោមខាងក្រោមគេឲ្យកណនីគឺយកបូកដក radical អញ្ចឹង radical នៅពេលដែលបូកដកឲ្យបានព្រោះតែយើងបែក radical ឲ្យដូចគ្នាសិននៅក្នុងលេខមួយចំនួននៅក្នុង radical ឲ្យដូចគ្នាសិនចឹងมันអាចបូកដកឲ្យកើតអញ្ចឹងនៅក្នុងនេះយើងមើលទៅឃើញឬ8ហើយឬ18ឬ72អញ្ចឹងយើងអាចបូកដកឲ្យកើតដែរយើងត្រូវបំបែកយ៉ាងម៉េចឲ្យវាដូចគ្នាសិននៅក្នុងខក៏ដូចគ្នាដែរនេះមាន3ឬ2ឬបូកឬ3នេះបូកគ្នាកើតឲ្យ1ឬ2ឲ្យ1ឬ3អញ្ចឹងយើងលេងមិនឲ្យវាត្រូវគ្នាសិនបានអាចបូកគ្នាកើតហើយក្នុងនេះក៏ចឹងដែរនេះឬ3ដកឬ2ក៏ដកកើតដែរវាខុសគ្នាចឹងឥឡូវអត់ដឹងបើសិនជាយើងអត់ដឹងថាយើងបំបែកមិនឆ្នៃមិនដូចគ្នាតោះឥឡូវទៅតាមអ្នកនរគ្នានៅក្នុងនេះរឿង8យើងទៅចែកទៅតាមបឋមខ្សែទៀតមិនចឹងយើងយក8ទៅចែកនៅចំនួនបឋមមានចាប់ពីប៉ុន្មាន2 3 5 7បានដល់11ចឹងទៅចឹងមុនដំបូងបំផុតយើងចែកដល់2ចឹង8ចែក2យើងបាន4ចែក2ទៀតយើងបាន2ចែក2ទៀតយើងបាន1ចឹងក្នុងនេះយើងអាចសរសេរបានថាជា8នេះយើងអាចសរសេរយើងមើលឃើញ2ប្រហែលដង2 3ដងចឹង8យើងអាចសរសេរបាន2សេគុណ3ហើយតទៀត18ក៏ធ្វើដូចគ្នាដែរ18យើងទៅចែកទៅតាមបឋមយើងបានចែក2យើងបាន9ចឹង9ចែក2យើងដាច់ទៀតយើងចែកនឹង3ម្ដង9ចែក3យើងបាន3ចែក3ទៀតយើងបាន1ចែករហូតទៅដល់នេះសល់1ចឹងយើងមើលឃើញមាន2ផងមាន3ផងចឹងយើងអាចសរសេរបានថា3វាមាន2យើងអាចសរសេរបានថា3ការ៉េហើយ2ហ្នឹងវាម្ដងទៀតចឹងយើងគុណហ្នឹង2អានេះមិនមែនបូកណាគឺគុណតទៀត72ក៏ដូចគ្នាដែរ72យើងទៅចែកទៅតាមបឋមចែកទាំង2 72ចែក2បាន36ណា36ចែក2បាន18ចែក2បាន9ចែក2អត់កើតចែក3ហ្នឹងដាក់3ចែក3ដល់1រហូតដល់1អញ្ចឹងយើងមើលមាន3សំទោសមាន2នេះដល់ទៅ3ដងហើយមាន3 2ដងអញ្ចឹងយើងអាចសរសេរបានថា2នេះដល់ទៅ3ដងស្វ័យគុណ3ឲ្យគុណជាមួយនឹង3មាន2ដងស្វ័យគុណ2វិញតទៀតនៅក្នុងនេះយើងមើលប្រកបលេខ radical ឬរបស់វាអត់សរសេរបានន័យថាឬទី2នេះឬទី2នេះឬទី2អញ្ចឹងបើឬទី2យើងទៅមើលរូបមន្តមួយរូបមន្តនេះឬទី n នៃ a សេគុណ m របស់យើងគឺស្មើ a ស្វ័យគុណខាងក្នុងចែកខាងក្រៅឬមួយក៏យើងអត់ធ្វើអញ្ចឹងទេយើងធ្វើតាមធម្មតាក៏បានដែរយើងអាចធ្វើចេះយើងអាចបង្វែរតិចមក2សេគុណ2គុណនឹង2មួយទៀតចឹងអានេះមានថា1 2បូក1យើងបាន3ទៀតបោះដើមហើយខាងនេះយើងអាចបញ្ចេញបានចឹងអានេះ2ឬ2ស្មើគ្នាយើងអាចបញ្ចេញបានណាចេញមកក្រៅរុញវាមកក្រៅចឹងរត់សល់អានេះរុញទៅបាត់ហើយរត់សល់2ហើយបូកខាងនេះយើងមើលមានអីដែលអាចបាននេះ3 2ស្មើគ្នាអាចរុញទៅក្រៅចឹងបាន3 1ខាងនេះយើងអាចសរសេរបាន2សេគុណ2គុណនឹង2សេគុណ1អញ្ចឹង2បូក1យើងបាន3ត្រឡប់ទៅវិញខាងនេះយើងអាច2ដូចគ្នានៃ2ដូចគ្នាយើងបញ្ចេញបានហើយបញ្ចេញបានថា2ឬ2នេះដកជាមួយនឹង3ឬ2ខាងនេះបញ្ចេញបានទៅទៀតចឹងបាន3ពេលបញ្ចេញទៅគុណហ្នឹងមិនមែនបូកហ្នឹងគឺគុណហើយឬសល់នេះ1អញ្ចឹងឬ2ឥឡូវយើងទូទាត់ខាងនេះបន្តិចសិនទូទាត់តិចសិនមកឬ2ឬ2ដក3ឬ2ហើយបូកអញ្ចឹង2 3ដក6ឬ2ហើយឥឡូវយើងមើលក្នុង radical របស់យើងដូចគ្នាមានឬ2ដូចគ្នាចឹងអានេះចាត់ទុកថាជាអថេអីមួយទៅអថេមួយចឹងយើងទៅសល់អីទេយើងទៅសល់2ដក3បូក6នេះ
ហើយកតារបស់យើងគឺរឹស2ណាយើងអាចចាប់ជាកតាអញ្ចឹង2គុណនឹងរឹស2បាន2ឬ2ដក3គុណនឹងរឹស2បានដក3ឬ2 6គុណនឹងរឹស2បាន6ឬ2ឥឡូវយើងអាចទូទាត់មេគុណនឹងមេគុណណា2ដក3សល់ដក1ដក1បូក6អញ្ចឹងយើងស្មើ5អញ្ចឹង5ឬ2បាទនេះគឺជាចម្លើយរបស់យើងចុះចំណែកខយើងធ្វើមិនចំណែកខចំណែកខយើងគុណពលាតកសោមមកគុណមានកសោមយើងយក3ឬ2គុណនឹង2ឬ3គុណបែបនេះហើយយើងយក3ឬ2ហ្នឹងទៅគុណនឹងដកឬ2ម្ដងទៀតតទៅពីគុណខាង3ឬ2ទៅសោះហើយយើងយកឬ3ទៅគុណនឹង2ឬ3ម្ដងម្នាក់តមកយើងយកទៅគុណនឹងដកឬ2ម្ដងទៀតអញ្ចឹងវាគុណទៅប្រហែលដងខាងនេះគុណមក2ដងខាងនេះគុណមក2ដងទៅចឹងយើងបាន4ដងតើយើងគុណទាំងអស់ទេដកសំទោស3ឬ2គុណនឹង2ឬ3អញ្ចឹងមេគុណនឹងមេគុណអថេគុណនឹងអថេយើងចាត់ទុកថាឬ3ជាអថេហើយឬ2ជាអថេអញ្ចឹងទៅតោះ2គុណនឹង3យើងបាន6ឬ2គុណនឹងឬ3ហើយឬទី2ដូចគ្នាអញ្ចឹងយើងអាចគុណទាំងបាន2គុណនឹង3ដូចគ្នាហើយយើងទៅគុណគ្នាទៀតបូកគុណនឹងដកយើងបានដកចឹងដក3អត់មានអីគុណទេខាងនេះឬ2គុណនឹងឬ2អញ្ចឹងយើងបាន2គុណ2អស់ហើយវគ្គនេះអស់ហើយចឹងយើងវគ្គនេះម្ដងឬ3គុណនឹង2ឬ3អញ្ចឹងបូកគុណបូកយើងបានបូក2អត់មានអីគុណដាក់វិញអញ្ចឹងឬ3គុណឬ3 3គុណ3ដកបូក3បូកឬ3គុណនឹងដកឬ2អញ្ចឹងយើងបានដក3គុណនឹង2អញ្ចឹងមកឥឡូវយើងទទួលទាត់តិចដែរយើងទទួលទាត់ក្នុងរឹសតិចមកឲ្យស្រួលមើលតិចថាក្នុងរឹសដូចគ្នាហើយយើងបាន2 3ដង6ដកនេះ3នេះបាន2ឬ2 2គុណ2បាន2ការ៉េទេបានហើយ2ការ៉េហើយខាងនេះការ៉េយើងអាចចេញបានខាងនេះ3 3ដងហើយយើងដូចគ្នាទៀត3ការ៉េនេះអាចចេញបានទៀតនេះចេញបាន2ហើយនេះចេញបាន3នេះ3គុណ2យើងបាន6បានឬ6ខាងនេះបានបានឥឡូវទីនេះដាក់ចិត្តគ្នាដោយសារឬ6ដកឬ6ដូចគ្នាអញ្ចឹង6ឬ6 6ឬ6ខាងនេះដូចនៅខាងនេះមកចិត្តគ្នាដកឬ6នេះដល់ពេលបញ្ចេញមកយើងអាចសេបានថាដក3នេះដក3បញ្ចេញមកបាន2បតង់ទៀតហើយនេះ2បតង់ទៀតហើយបូក2អានេះបញ្ចេញមក2ពីបូក2អស់ដាច់ឬសល់3នេះមេគុណរបស់វាយើងមើលទៅឃើញថា1គេអត់ស្អីបើថាវា1អញ្ចឹងក្នុងរឹសយើងគិតទៅយើងគិតមេគុណ6ដក1សល់ប៉ុន្មានសល់5ឬ6យើងដាក់មកវិញខាងនេះដក3 2ដង6អស់ហើយខាងនេះ2 3ដង6តែដក6បូក6 0ខាងនេះសល់0អញ្ចឹងយើងនៅសល់5ឬ6នេះគឺជាចម្លើយរបស់យើងឥឡូវពាក់ព័ន្ធជាមួយនឹង2លំហាត់នេះបើសិនជាអត់យល់ឡើយណាអត់ច្បាស់ឬក៏លំហាត់ផ្សេងដែលស្តៀងនឹងប្រហាក់ផាននឹងរបស់យើងធ្វើបានអាចឆាតសួរមកបន្តទៀតណាបាទអញ្ចឹងអត់មានអីទេមានតែប៉ុណ្្នឹងឯងបាទសូមអរគុណ